update ហាងឆេងមាននៅថ្ងៃពហុទី25ខែ9បើយើងគិតត្រឹមម៉ោង11ហាងឆេងមាសគឺនៅ$3,734ក្នុង1អោនហើយសម្រាប់ហាងឆេងមាសកាលពីម្សិលមិញយើងឃើញថាមានការធ្លាក់ចុះមករៀងច្រើនគួរសមចុះមកដល់តម្លៃ$3,717រួចក៏ឡើងទៅលើវិញដល់តម្លៃ$3,751ចឹងសម្រាប់ទិសដៅមាសនៅថ្ងៃពហុនេះគឺភាគរយចុះមានច្រើនក៏ប៉ុន្តែសម្រាប់ហាងឆេងមាសបើចុះក៏អាចចុះមិនច្រើនដែរអាចចុះតិចតួចហ្នឹងហាងឆេងមាសនឹងបន្តឡើងទៅលើវិញហើយអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្ននេះគឺជាតម្លៃដែលយើងគួររងចាំសម្រាប់បងប្អូនដែលរងចាំទិញមាសអីយើងអាចរងចាំនៅពេលដែលទីផ្សារចុះមករកតម្លៃ$3,717ហើយបើសិនជាគិតជាតម្លឹងគឺនៅតម្លៃ$4,478ចំណែកបងប្អូនដែលរងចាំលក់មាសគឺយើងរងចាំនៅពេលដែលទីផ្សារឡើងទៅរកតម្លៃ$3,752ហើយបើយើងគិតជាតម្លឹងអីគឺ$4,520ចឹងខ្ញុំនឹងអាប់ដេតហាងឆេងមាសបន្តទៀតនៅក្នុង Channel Telegram នៅក្នុង Channel នេះគឺយើងមានការវិភាគច្រើនចឹងបងប្អូនអាចចូលរួមបានហើយបងប្អូនអាច scan នៅក្នុងនេះបងប្អូនអាចចូលទៅក្នុង Channel Telegram ហើយសម្រាប់បងប្អូនដែលមានបំណងដែលចង់បើក account ទិញលក់មាសនៅ Blackwell អាចឆាតតាម Telegram 016879511